ដងនេះមានតឡាំងទៅលើដើមឈើរួចហក់ចុះឲ្យស្លាប់ទេប្រហែលជាម្ដងនេះខ្ញុំមិនបរាជ័យទេមើលទៅបែបនេះលោកមិនគួរណាស្លាប់ទេនេះគឺជាការកាត់ខ្លីពេកណាស់លោកមិនស្ដាយពិភពលោកដ៏ស្រស់ស្អាតនេះទេមែនទេគ្មានអីគួរឲ្យស្ដាយទេក្នុងពេលនេះខ្ញុំមើលមិនឃើញថាមានអីល្អសម្រាប់ជីវិតខ្ញុំទេបើគ្មានប្រាក់នោះលោកខុសហើយមានប្រាក់តើវាយ៉ាងម៉េចគ្មានប្រាក់តើវាយ៉ាងម៉េចទៅលោកដឹងទេនិយមន័យនៃជីវិតគឺសុភមង្គលណាស់កាក្រៃក្រោកឡើងយើងមកបង្ហាញផ្លូវឯងហើយរឿងព្រះភូមិបង្ហាញផ្លូវដំណាលអំពីបរិះម្នាក់ក្រីក្រណាស់តាំងតែពីកើតមកគាត់មិនដែលស្គាល់ជីវិតសុខស្រួលម្ដងណាទេព្រះអើយនេះជាបរិះបរាជ័យតើមើលចុះក្រនោះក្រងើបមុខមិនរួចសោះតើពូអញ្ជើញមកមានការអីបានគ្មានការអីទេគ្រាន់តែចង់និយាយថាណែគឺថាអត់ទេពិបាកនិយាយខ្លាំងណាស់ម៉ែវានិយាយទៅមើលក្មួយមិញប្រាប់ចោះណាគ្រួសារក្មួយគឺក្រតចំនួនមកហើយប្រហែលកម្ពុជាមុនកັບកេងគេពេកទេដឹងបើបែបនេះណាក្មួយកំប្រឹងពេកអីអញ្ចឹងតើខ្ញុំគួរទៅធ្វើបែបណាទៅវិញមីងបើរកស៊ីមិនធូរធារយ៉ាងនេះទៅឲ្យផុតពូជទៅនៅនាំតែខ្មាស់គេទេពូជស្អីក្រមឈប់អញ្ចឹងនោះថាម៉េចតើនេះជាជំរើសល្អមែនទេចានេះគឺជាជំរើសល្អបំផុតហើយមួយវិញទៀតនោះចែកដីនេះមកឲ្យខ្ញុំមកបើទៅយកទៅមិនបានដដែលនឹងម៉ែវាកុំនិយាយត្រង់ពេកខ្ញុំថាគួរទៅលើកទឹកចិត្តគ្នាវិញទៅល្អជាងក្មួយបើពិបាកណាស់ធ្វើបែបណាក៏ធ្វើទៅបើអញ្ចឹងតោះពួកយើងទៅវិញទៅពុកវាបាទនិយាយបញ្ឈឺឌឺដងហើយពូមឿនមិញច្រេះក៏បានដើរចេញរីឯចក្រីក៏បាននិយាយម្នាក់ឯងថាហើយពូមឿននឹងមិញចែកនិយាយត្រូវហើយខ្ញុំដូចជាមិនចង់ទេព្រោះធ្វើអីក៏ខុសធ្វើអីក៏ខានជីវិតនេះខ្ញុំប្រឹងអស់ហើយនៅឡើយមិនមានបាននឹងគេសោះដោយពាក្យមួយឃ្លាគេនិយាយថានៅជាមួយគេឲ្យប្រយ័ត្នសម្ដីហើយបាននៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតថ្ងៃនោះចក្រីពិតជាមានវិបត្តិខ្លាំងឡើងហើយគាត់ក៏បានសម្រេចចិត្តថាខ្ញុំពិបាកចិត្តណាស់ខ្ញុំមានតែខ្លួនទេមើលទៅបើនៅក៏មិនមានរីកចម្រើនទៅដល់យ៉ាងនេះនោះជួនគ្នានោះព្រះភូមិក៏បានបង្ហាញរូបចេញមកនៅចំពោះមុខចក្រីតែអ្វីចក្រីមើលមិនឃើញនោះទេគេនេះជាចំនួនក្រោយរបស់ខ្ញុំតើមិនបានជាជោគវាសនាគេទៀបយ៉ាងនេះជីវិតជីវិតនេះគ្មានរស្មីតតែសោះតើខ្ញុំគួរទៅជួយគេបែបណាទៅបើគេនេះគ្មានបុណ្យនិស្ស័យបន្តិចផងហ្នឹងមានវិបត្តិគិតមិនឆ្ងាយចក្រីក៏បានយកខ្សែមកតែម្ដងណាលោកកុំធ្វើអញ្ចឹងអីនេះជាទង្វើអកតេណាស់ឈប់ភ្លាមទៅចក្រីចង់ហើយតែជាសំណាងល្អខ្សែក៏បានដាច់បណ្ដាលឲ្យគាត់ធ្លាក់និងមិនអាចទេសំណាងហើយដែលមិនទាន់ស្លាប់តើគ្រាន់តែខ្លួនក៏បរាជ័យដែរមែនទេបានបើចង់បរាជ័យមានតែលុតទឹកទៅចុះហើយមានតែមិនដោយតាមវាសនាហើយបើនិស្ស័យមានសង្ឃឹមថាយើងនឹងអាចជួយបង្ហាញផ្លូវឯងទៅចុះម្ដងនេះនីចក្រីក៏បានដើរទៅរកលុតទឹកចំណែកពូមឿននិងមីងច្រេះវិញនោះក៏បាននិយាយគ្នាថាណែម៉ែវាឯងទៅមុនចុះខ្ញុំទៅមើលអាកបីសិនចង់ដឹងថាវាខ្លួនមែនឬក៏អត់នោះអីចាទៅចោះខ្ញុំបន់ឲ្យតែវាលឿនទេបើវាលឿននោះពួកយើងនឹងយកដីវានោះតែម្ដងហ្នឹងហើយមានតែពួកយើងទេដែលនិចិត្តវាជាងគេដូច្នេះបើវាមែនយើងមុខជាបានសំខាន់បើអញ្ចឹងពុកវាឆាប់ទៅខ្ញុំដឹងហើយមិនយូរទេពូមឿន
បានទៅលបមើលផ្ទះចក្រីម្ដងទៀតហើយតែគ្រានោះពុំមានវត្តមានរបស់ចក្រីទេ ប្រហែលជាវាទៅលោតទឹកសម្រាប់ខ្លួនហើយមើលទៅបើបែបនេះវាមុខจะនៅឯទន្លេប្រកបណាស់ មនុស្សហើយមនុស្សមានចិត្តចំណែនគុំគួនលោភលន់ខ្លាចគេមានបានល្អជាងតើមិនខ្លាចមានបាបទេមែនទេ នោះវាពិតជាមកលោតទឹកមែនតើមានតែទឹកទេទើបអាចផ្ដាច់ដង្ហើមខ្ញុំបានអោពិភពលោកអើយអ្នកដូចជាអយុត្តិធម៌សម្រាប់ខ្ញុំពេកហើយខ្ញុំលាហើយ និយាយហើយគាត់ក៏បានហក់ទឹកប្រងហើយទឹកក៏ហូរនាំគាត់ទៅឆ្ងាយ ថាឈួតមែនទៅឲ្យស្រឡះចុះចំណែកយើងសុំយកដីឯងឲ្យវើយ ពូមឿនរីករាយណាស់ចំណែកចក្រីវិញដូចមុនដែរជាសំណាងល្អចក្រីមិនតន់ស្លាប់នោះទេ តែខ្ញុំមកដល់ឋាននរកហើយមែនទេឈប់សិនខ្ញុំដូចជាមិនទាន់ស្លាប់ផងហ្នឹងមិនក៏បរាជ័យដែរអញ្ចឹងខ្ញុំដូចជាមិនយល់សោះ ជាថ្មីម្ដងទៀតនេះចក្រីក៏បានដើរទៅរកដើមឈើធំមួយហើយគាត់ក៏បានសម្រេចចិត្តថា ខ្ញុំម្ដងនេះមានតឡើងទៅលើដើមឈើរួចហក់ចុះឲ្យទេប្រហែលជាម្ដងនេះខ្ញុំមិនបរាជ័យទេមើលទៅ ចក្រីរៀបតែនឹងឡើងទៅហើយតែភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាជួយផងជួយកូនរបស់ខ្ញុំផង តើសារិកានោះកើតអីអញ្ចេះ ចក្រីចូលទៅចិត្តបន្តិចនិងបានសម្គាល់ឃើញថា អូគួរអាណិតណាស់គឺកូនសារិកាធ្លាក់ពីសម្បុកសោះមិនអីទេចាំខ្ញុំជួយយកវាដាក់ទៅលើសម្បុកឲ្យអញវិញចុះណា ចាលោកឆាប់ឡើងតែឆាប់ឡើងណាសូមជួយកូនខ្ញុំផងបាននៅយូរទៀតនោះនាងពូមកស៊ីកូនខ្ញុំឥឡូវហើយចក្រីរកកូនសារិកាហើយនោះក៏បានប្រវេប្រវាយ៉ាងប្រុងប្រយ័ត្នចុងក្រោយគាត់ក៏បានដាក់សារិកាក្នុងសម្បុកបានដោយជោគជ័យ បានហើយអស់អីហើយកុំភ័យទៀតអីណាសារិកា ចាអរគុណលោកហើយលោកពិតជាចិត្តល្អមែនមើលចាស់លោកខំការពារកូនខ្ញុំដល់មានរបួសដៃហើយ មិនអីទេខ្ញុំបានឲ្យទៅឈឺជាងនេះតាត្រូវហើយសារិកាខ្ញុំលាសិនហើយណាខ្ញុំនឹងហក់ពីត្រង់នេះចុះទៅក្រោម តើលោកប្រងលោតទឹកមែនទេវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ បើគ្រោះថ្នាក់គឺល្អបំផុតហើយព្រោះខ្ញុំចង់នឹងណាខ្ញុំនឹងបញ្ចប់ខ្ញុំនានាទីនេះហើយ ថាម៉េចមិនក៏បែបនេះចុះក្រែងសត្វលោកក្នុងលោកនេះសុទ្ធតែចង់រស់មែនទេតែលោកមិនក៏ខុសគេអញ្ចឹងនោះ អញមិនយល់ទេខ្ញុំក្រណាស់ហើយទោះខ្ញុំខំព្យាយាមយ៉ាងណាក៏ជីវិតមិនប្រសើរសោះដូច្នេះខ្ញុំមិនចង់រស់ទេ បែបនេះលោកមិនគួរណាស់ស្លាប់ទេនេះគឺជាការកាត់ខ្លីពេកណាស់លោកមិនស្ដាយពិភពលោកដ៏ស្រស់ស្អាតនេះទេមែនទេ គ្មានអីគួរឲ្យស្ដាយទេក្នុងពេលនេះខ្ញុំមើលមិនឃើញថាមានអីល្អសម្រាប់ជីវិតខ្ញុំទេបើគ្មានប្រាក់នោះ លោកខុសហើយមានប្រាក់តាវិចាំម៉េចគ្មានប្រាក់តាវិចាំម៉េចទៅលោកដឹងទេនិយមន័យនៃជីវិតគឺសុភមង្គលណាស់ គ្មានប្រាក់ផងតើមានសុភមង្គលបានដល់របៀបណាទៅ ចុះសត្វបាសាបាសីមានប្រាក់ទេហើយហេតុអីបានជាគេចង់រស់ចំណែកឯទេវតាវិញនោះតើត្រូវការប្រាក់ទេគ្មានទេប៉ាទេតែពួកទ្រង់គឺរស់នៅដោយសុខសាន្តណាស់ ឯងកំពុងតែចង់បញ្យល់ខ្ញុំថា ខ្ញុំមិនហាមលោកឲ្យខំរកប្រាក់ទេតែលោកត្រូវចាំថាការដែលរីករាយនឹងធម្មជាតិប្រឹងរកអាហារដើម្បីរស់និងជួយគេឯងនេះហើយទៅមានតម្លៃប៉ះ ឯងពិតជាសារិកាបណ្ឌិតមែនឯងពូកែណាស់ ជួនកាលលោកកំពុងតែចិត្តដល់គោលដៅក៏ថាបានតែនេះមកពីកម្មបាំងហើយតែមិនតាន់ជោគជ័យប្រឹងសាំងល្អបន្តទៀត
ខ្ញុំថាលោកមុខជាសម្រេចបំណងមិនខាន ខ្ញុំយល់ហើយអរគុណណាស់ដែលបានណែនាំដល់ខ្ញុំនឹងប្រឹងបន្តទៀតមិនបោះបង់ចោលទេ ចាទៅចាស់ហើយកុំបោះបង់ការតស៊ូនិងអំពើល្អខ្លួនឯងឲ្យសោះណាពុំនោះទេបនមិនអាចជួយលោកទេ ខ្ញុំដឹងហើយលាហើយណាសូមមានសំណាងល្អ ចាប់តាំងពីពេលនោះមកចក្រីគិតថានឹងប្រឹងធ្វើការម្ដងទៀតព្រមទាំងធ្វើល្អគ្រប់ពេលទោះបីថាការសាងល្អរបស់គាត់ពេលខ្លះទទួលបានការខកបំណងក៏ដោយ ពូមីងតើពូមីងធ្វើអីនៅក្នុងផ្ទះខ្ញុំហ្នឹងខ្មោចឡង ពុកវាអើយខ្ញុំលេចនោមហើយអើយ ពូមីងខ្ញុំមិនមែនជាខ្មោចឯណាខ្ញុំជាមនុស្សតើក្មួយពិតជាមនុស្សមែនទេតែថ្ងៃនោះពូបានឃើញក្មួយលងទឹកស្លាប់ដោយផ្ទាល់ភ្នែកណា ក្មួយប្រហែលមិនដឹងថាខ្លួនឯងស្លាប់ទេមានតែ7ថ្ងៃទៅដឹងតែមិញប្រាប់ក្មួយចោះក្មួយស្លាប់ហើយណា តែខ្ញុំនៅរស់មែនតាមើលចោះខ្ញុំនៅរស់ទេណែនេះក្មួយនៅរស់មែនក៏អីអូព្រះអើយឯងស្មានតងបាត់ហើយតើបានជាខំមកយកដីហើយផ្ទះនៅនឹងមានន័យថាម៉េចនឹងពូអូគឺពូចង់ថាពូមកមើលផ្ទះក្មួយនឹងណាបើអញ្ចឹងពូលាសិនហើយតោះម៉ែវាទៅវិញឲ្យលឿនឡើង ចាពុកវាដោយមានក្តីអាម៉ាស់បរោះជាប្តីនិងប្រពន្ធបានដើរចេញទៅចំណែកចក្រីក៏បាននិយាយនឹងខ្លួនឯងថា ទោះបីជាមានរឿងអ្វីក៏ដោយខ្ញុំត្រូវតែតស៊ូហើយមិនឈប់សាងអំពើល្អទេ កាលនោះដែរព្រះភូមិក៏បានបង្ហាញខ្លួនចេញមកម្ដងទៀតនិងបានពោលឡើងមកកាន់នីចក្រីថា កុំតូចចិត្តអីណាសាងល្អឲ្យបានច្រើននោះយើងនឹងអាចទំនាក់ទំនងទៅកាន់ឯងបានហើយដល់ពេលនោះយើងនឹងតាមជួយឯង ពេលលាកន្លងទៅចក្រីសន្សំផលបុណ្យផលទានបានច្រើនទីបំផុតគាត់ក៏បានជួបនឹងព្រះភូមិតាមរយៈយល់សុបិនមួយ ចក្រីក្រោកឡើងយើងមកបង្ហាញផ្លូវឯងហើយ អេតើលោកជាអ្នកណាបានជាមើលទៅមានពលឺភ្លឺស្អាតយ៉ាងនេះ យើងជាប្រភូមិជាញាតិក្នុងសង្សារវត្តរបស់ឯងដោយអំណាចនៃបុណ្យយើងក៏ខ្លាយជាប្រភូមិទៅ ពិតជាអស្ចារ្យខ្លាំងណាស់តែបើអញ្ចឹងប្រភូមិតែងតែនៅក្បែរកូនចៅរហូតមកពិតមែនទេ ពិតមែនហើយយើងនៅថែរក្សាទីនេះរាប់រយឆ្នាំហើយគ្រាន់តែកូនចៅគ្រប់ជំនាន់មិនបានមើលឃើញយើងទេ ហេតុអីក៏មើលមិនឃើញបែបនេះ យើងជាអ្នកមានបុណ្យដូច្នេះមនុស្សគ្មានបុណ្យគឺមិនអាចមើលយើងឃើញទេ តើហេតុអីបានជាប្រភូមិអាចឲ្យខ្ញុំជួបនៅក្នុងយសពបាន ក៏ព្រោះតែឯងមានបុណ្យនិងមានសិលអី អូតាមពិតគឺអញ្ចឹងទេអី ស្ដាប់យើងណាទៅជួយស្ដេចពស់កំពុងតែមានរបួសផងទៅ តើស្ដេចពស់នោះនៅណាដែរទៅ គឺនៅឯភ្នំទិសនិរដីឯណោះបើកាលណាជួយពស់បានឯងនឹងបានផលតបស្នងទៅទីគាប់ចិត្តជាមិនខាន ខ្ញុំដឹងហើយអញ្ចឹងស្អែកនេះខ្ញុំនឹងទៅតាមរកពស់ភ្លាម មួយវិញទៀតជួយរៀបកន្លែងឲ្យយើងបានសមរម្យផងហើយត្រូវគោរពប្រណិប័តព្រមទាំងដើរផ្លូវល្អតទៅនោះយើងនឹងតាមថែរក្សាឯងគ្រប់ពេល កូនចៅយល់ហើយកូនចៅអរគុណចំពោះការតម្រង់ផ្លូវទៅរកក្តីល្អមួយនេះណា យល់សពបែបនេះហើយព្រឹកឡើងចក្រីក៏បានធ្វើតាមព្រះភូមិផ្ដែផ្ដាំរួចក៏បានសម្ដៅទៅរកស្ដេចពស់នាទិសនិរដី ច
សួស្តីតើមាននរណានៅទេមានសូមជួយយើងផងយើងនឹងសងគុណអ្នកវិញគឺជាស្ដេចពស់នោះមែនទេមែនហើយតែយើងមិនអាចទៅណាមកណាបានទេយើងត្រូវបានថ្មសង្កត់ជាប់ឈឺណាស់សូមជួយយើងផងបានខ្ញុំនឹងបញ្ញាប់ជួយដល់អ្នកចុះចក្រីបានព្យាយាមណាស់ទីបំផុតគាត់ក៏បានជួយពស់ឲ្យបានសម្រេចហើយគាត់ក៏ថែមទាំងបានបិទថ្នាំឲ្យពស់ថែមទៀតផងរួចហើយមិនយូរទេអ្នកនឹងបានជាវិញហើយណាស្ដេចពស់អរគុណណាស់នេះជាការសងគុណខ្ញុំជូនត្បូងមានតម្លៃទៅអ្នកចុះត្បូងនេះនឹងធ្វើឲ្យអ្នកមានបានជាមិនខានទេបានសូមអរគុណណាស់បើអញ្ចឹងខ្ញុំលាហើយណាបាទសូមមានសំណាងល្អចក្រីសប្បាយចិត្តណាស់ព្រោះគាត់បានធូរធារបន្តិចហើយក្រោយបានត្បូងគាត់ក៏បានលក់យកប្រាក់សង់ផ្ទះនិងបានចែកទានផងដែរមួយខែក្រោយមកឯងធ្វើបានល្អណាស់សូមអរគុណហើយដែលលោកជាប្រភពបង្ហាញផ្លូវជួយណែនាំដល់កូនចៅបើគ្មានលោកជាប្រភពជួយកូនចៅទេមុខជាគ្មានថ្ងៃនេះទេនៅមានរឿងមួយទៀតចូលឯងទៅជួយយាយចាស់កុំខ្នងនៅក្បែរជ្រោះមរណៈផងណាតើគាត់មានរឿងអីមែនទេគាត់មានប្រាក់តែគាត់គ្មានផ្ទះគ្មានអាហារទេហេតុអីក៏មានប្រាក់តែគ្មានផ្ទះគ្មានអាហារយ៉ាងនេះព្រោះគាត់ពឹងអ្នកណាក៏គ្មានអ្នកណាគេជួយនេះក៏ព្រោះតែសភាពរបស់គាត់ហើយគេគិតតែគ្មានប្រាក់នឹងគួរឲ្យខ្លាចដូច្នេះគាត់ពិបាករស់នៅណាបើអញ្ចឹងចាំខ្ញុំទៅជួយគាត់ចុះថ្ងៃនោះដែរមិញច្រេះបានឃើញថាចក្រីនិយាយនឹងធ្វើកាយវិការដូច្នេះគាត់ក៏បានស្រែកហៅប្តីនិងបាននិយាយថាពុកវាមើលចោះនេះចក្រីនិយាយម្នាក់ឯងតើវាឈួតហើយតែដឹងខ្ញុំថាវាពិតជាឈួតមែនទែនហើយម៉ែវាអើយសាធុកសូមឲ្យវាឈួតឲ្យលឿនទៅមានបានបន្តិចបន្តួចក៏កើតឈួតបើអញ្ចឹងណាសូមឲ្យវាឈួតឲ្យលឿនទៅចុះនឹងអាលពួកយើងប្រមូលទ្រព្យមកថ្ងៃមួយចក្រីក៏បានធ្វើដំណើររហូតទៅដល់ទីដែលយាយចាស់រស់នៅក្រោយបានជួបហើយនោះគាត់ក៏បានពោលទាំងគួរសមថាជំរាបសួរលោកយាយចៅមកទីនេះគឺមកជួយលោកយាយហើយណែឈប់សិនចៅប្រុសតើចៅមិនខ្ពើមមិនខ្លាចយាយទេមែនទេបានជាមកដល់ទីនេះចៅមកគឺដើម្បីទៅជួយលោកយាយតែមួយមុខគុណអាស្រ័យហេតុនេះចៅមិនគិតថានឹងខ្ពើមរអើមនោះទេតែយាយគ្មានអ្វីជាការសងគុណទេក្នុងលោកនេះគ្មានរបស់ណាដែលបានដោយទៅទេឡើយលោកយាយមានប្រសាសន៍ត្រូវហើយក្នុងលោកនេះការជួយគឺតែងតែចង់បានសំណងពលគឺគ្មានអ្វីដែលបានមកទៅទេឃើញទេវាមិនខុសគ្នាទេឥឡូវទៅវិញចោះយាយគ្មានអ្វីឲ្យឡើយណាទៅចោះក៏មកទៀតអីតែចៅមិនចង់បានអ្វីទេចៅមកដោយចិត្តស្មោះសូមឲ្យចៅបានជួយលោកយាយផងទៅចុះអើយមើលទៅចៅដូចជាចិត្តល្អណាស់ដែរបើដូច្នេះជួយសង់ផ្ទះក៏ជួយចោះតែយាយនៅតែនិយាយដដែលថាយាយគ្មានអ្វីឲ្យទេបាទលោកយាយគ្មានបញ្ហាអីទេចក្រីពិតជាមានទឹកចិត្តអំណត់ណាស់គាត់ជួយគាត់ខំរហូតជួយកិច្ចការយាយចាស់រហូតបានសម្រេចតែម្ដងសម្រេចហើយសូមលោកយាយសមាទានសិលតាមសម្រួលចុះចំណែកចៅលាទៅវិញហើយឈប់សិនជាការតបស្នងយាយមានទឹកចិត្តបន្តិចបន្តួចចៅយកវាទៅចោះណាហើយសូមមានសំណាងល្អផងដែរជារឿងដែលនឹកស្មានមិនដល់គឺថាចក្រីទទួលបានគ្រឿងអលង្ការរហូតដល់7ក្អមឯណោះអូលោកយាយនេះវាច្រើនពេកហើយចៅមិនហ៊ានទទួលទេលោកយាយយកចោះហើយកុំប្រកែកអីណាគ្រឿងអលង្ការនេះវាសមនឹងអំពើល្អរបស់ចៅហើយចក្រីប្រកែកយ៉ាងណាក៏យាយចាស់មិនព្រមដែរដូច្នេះគាត់ក៏បានប្រមូលយកហើយក៏បានលាលោកយាយចាក់ចេញទៅ
នេះជាត្បូងអីអញ្ចេះស្អាតណាស់ ចក្រីមានបំណងចង់រើសមកមើលតែភ្លាមនោះព្រះភូមិក៏បានពោលជាសំឡេងមកថា ចាក់ក្រៃកុំយកអីណានោះគឺជាថ្មខ្មោចទេវាអាចនាំគ្រោះបាន ម្ដងនេះព្រះភូមិខំជួយណាស់តែចក្រីពុំទទួលដឹងទេដូច្នេះគាត់ក៏បានរើសថ្មខ្មោចឬក៏បានយកទៅផ្ទះតែម្ដង ត្បូងនេះស្អាតអញ្ចឹងខ្ញុំនឹងតាំងលម្អវានៅក្នុងផ្ទះចុះ បន្ទាប់ពីទុកដាក់មាសប្រាក់រួចហើយចក្រីក៏បានកាន់ត្បូងលេងគយគុណយ៉ាងកំសាន្តអារម្មណ៍ចំណែកមិញច្រេះវិញនោះបានឃើញនិងបានពោលថា សង្ស័យទៅវាមានបានដោយសារត្បូងនោះហើយម៉ែវាពួកយើងត្រូវទៅតាមដានឲ្យជាប់រួចក៏លួចយកតែម្ដងទៅ មែនហើយគំនិតល្អណាស់ពុកវាយប់មួយពេលដែលចក្រីដេកលក់ពូមឿននិងមិញច្រេះក៏បានលបចូលមកតិចក្នុងចេតនាដើម្បីលួចយកត្បូងមួយគ្រាប់នោះទៅ តើពួកអ្នកមកធ្វើអីចូលទៅវិញទៅពុំនោះទេអ្នកនឹងមានគ្រោះថ្នាក់ដោយសារទង្វើអ្នកមិនខាន មិនថាព្រះភូមិព្យាយាមដាស់តឿនយ៉ាងណាទេតែពួកគាត់ពុំទទួលដឹងដោយញៀនឡើយហើយពួកគាត់ក៏បានចូលទៅខាងក្នុងបានសម្រេចតែម្ដង ឃើញហើយម៉ែវាគឺត្បូងនោះហើយព្រះអើយស្អាតណាស់ ហើយចាំការទៀតយកមកពុកវាហើយប្រញាប់ទៅផ្ទះវិញណា បាទ លួចបានសម្រេចហើយនោះពួកគាត់ក៏បានចាក់ចេញទៅចំណែកព្រះភូមិក៏បានពោលម្ដងទៀតថា អូកម្មហើយកម្មបុគ្គលណាដែលសាងអាក្រក់បុគ្គលនោះនឹងជួបគ្រោះដោយហេតុដែលបានសាងមិនខាន ម៉ែវាមើលចុះស្អាតណាស់ ចាពុកវាហើយពួកយើងណានឹងយកវាទៅលក់នៅស្អែកនេះតែម្ដងពុកវាចាំតែមើលទៅខ្ញុំនឹងទិញសម្លៀកបំពាក់ស្អាតតែម្ដង ចំណែកខ្ញុំនឹងយកប្រាក់ទៅផឹកស្រាវណានៃម្ដងចាំមើលចុះ គ្រួសារយើងពិតជាសំណាងណាស់ យប់នោះម្ចាស់ត្បូងថ្មខឹងណាស់ព្រោះបាត់ត្បូងថ្មនោះអីហើយម្ចាស់ត្បូងថ្មទៀតសោតក៏បានពោលទាំងកំហឹងថាត្បូងយើងប្រហែលជាមានអ្នកភូមិយកទៅហើយចាំមើលចោះអ្នកណាដែលលួចយកទៅនោះយើងនឹងកាច់កចោលភ្លាមនិយាយទាំងខឹងហើយនាងខ្មោចក៏បានហោះសំដៅមកតាមត្បូងថ្មឬក៏បានមកដល់ក្បែរផ្ទះមិញច្រេះតែម្ដងមកទីទីនេះហើយព្រោះចំហាយថ្មបង្ហាញថានៅទីនេះច្បាស់ណាស់ជួនគ្នានោះព្រះភូមិក៏បានចេញមក នាងខ្មោចសូមកំចងពីនឹងពួកគេអី នេះមិនមែនជារឿងរបស់ព្រះភូមិទេ តែយើងមិនចង់ឲ្យនាងមានបាបទេ កិនចេះចោះពួកយើងមិនសម្លាប់ពួកគេទេតែយើងគ្រាន់តែយកត្បូងថ្មហើយក៏ធ្វើឲ្យពួកគេឈួតប៉ុណ្ណោះ តើនាងអាចលើកលែងឲ្យពួកគេផងបានទេ បើសិនជាពួកគេមានបុណ្យខ្ញុំក៏មិនអាចធ្វើអ្វីទេតែបើមានបាបនោះកម្មនឹងចូលមករកពួកគេភ្លាមលោកក៏យល់ដែរមែនទេពលហើយនាងខ្មោចក៏បានហោះទៅយកត្បូងថ្មនៅក្នុងផ្ទះមិញច្រេះភ្លាមមួយរំពេចតែម្ដង កម្មហើយកម្មហេតុថាមានចិត្តចង់បានជ្រុលហួសហេតុនោះហើយអ្នកមិនអាចកិច្ចបានទេ ថ្ងៃនោះដែរនាងខ្មោចក៏បានយកត្បូងបានសម្រាប់រួចនាងព្រមទាំងធ្វើឲ្យប្តីប្រពន្ធកើតឈួតតែម្ដងចូលខ្លាចជាមនុស្សឈួតចោះនេះហើយគឺជាលទ្ធផលដែលពួកឯងចង់បានរបស់យើងនោះ នាងខ្មោចនិយាយហើយក៏បានបាត់ខ្លួនរហូតទៅចំណែកប្តីប្រពន្ធទាំងពីរពិតជាបានឈួតពិតមែន ឡាឡាឡាឡូឡូឡូកវេកវោខ្សែកវ៉ាត់មិនក៏បាត់ម៉ែវាទៅណាឃើញតែជ្រូកឆ្កែនិងឆ្មាហើយម៉ែវាទៅណាមិនក៏បាត់មិនឃើញ ឡា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 ទីណយទីណយទីណយឡា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 ទីណយទីណយទីណយប្តីប្រពន្ធទាំងពីរបានបាត់សតិវង្វេងតែតើលេងដឹងអីទៀតហើយចំណែកចក្រីពិតជាអាណិតណាស់ដូច្នេះគាត់ក៏បានបួងសួងថា ព្រះភូមិជាទីគោរព
សូមឲ្យពួកគាត់ទាំងពីរបានជាសះស្បើយផងទៅចុះព្រោះខ្ញុំអាណិតពួកគាត់ណាស់ កំពៀមិនអាចគេចបានទេតែបើអស់កម្មហើយពួកគេនឹងបានដូចដើមជាមិនខានចំណែកឯងចូលខំធ្វើការឡើងចាំយើងជាអ្នកបង្ហាញផ្លូវ បានកូនចៅមិនប្រហែសទេសូមឲ្យតែបង្ហាញផ្លូវមកចុះ មានការងារធ្វើច្រើនចំណូលច្រើនហើយក៏ដើម្បីបង្កើនការងារដល់កម្មករដទៃទៀតផងដែរម្យ៉ាងកុំភ្លេចឆាងល្អគោរពដូនតាផងដែរណា ពិតមែនហើយកូនចៅនឹងត្រង់ត្រាប់ជានិញ វេលាកន្លងទៅចក្រីនៅតែបន្តធ្វើល្អគោរពនឹកគុណដូនតាហើយមិនយូរនោះទេគាត់ក៏មានប្រពន្ធរស់នៅសុខសាន្តចំណែកគ្រួសាររបស់ពូមឿននោះក៏នៅតែឈឺរហូតមិនងាយជាឡើយធ្វើឲ្យនាងបានឃើញរឿងនេះនឹងភ្នែកតែម្ដងតែមានរឿងអីនេះលោកជាក្អែកចំណែកក្អែកជាលោកមែនទេ ប្រសើរណាស់ឯងចេញមកហើយមែនទេម្ដងនេះកុំថាតែប្រែជាមនុស្សទោះបីជាក្អែកក៏គ្មានជីវិតបន្តដែរអាបុត្រាខ្លួនពីរអាព្រះបុត្រាក្អែក រឿងព្រះបុត្រាក្អែកខ្មៅកាលពីព្រេងនេះមាននគរដ៏រុងរឿងមួយគ្រប់គ្រងដោយព្រះរាជាពូកែមួយអង្គទ្រង់ជាស្ដេចដែលមានព្រហ្មវិហារធន់ណាស់ហេតុនេះប្រជារាស្ត្រក៏គោរពនិងស្រឡាញ់ទ្រង់ជាខ្លាំង តើបុត្រចង់យាងទៅណាទៀតហើយគឺបុត្រចង់ទៅដំណាក់រីករាយក្រាបទូលបុត្រដូចជាចូលទៅទីនោះញឹកញាប់ណាស់តើបុត្រមិនហាត់រៀនជាមួយលោកគ្រូទេមែនទេតែបុត្រធំហើយបុត្រមិនចង់រៀនក្បួនខ្នាតពេកទេបុត្រក៏ចង់កំសាន្តខ្លះដែរណាព្រះបិតាបុត្រមានបន្ទូលអញ្ចឹងត្រូវហើយពេលនេះបុត្រមិនមែនក្មេងទៀតទេដូច្នេះបុត្រគួរតែរៀនកុំចង់តែសបាយមកមុខបែបនេះវាមិនកើតទេបុត្រដូចជាធុញណាស់ព្រះបិតាតែងតែមានបន្ទូលដដែលបុត្រស្ដាប់ឡើងធុញទៅហើយមិនក៏បុត្រមានបន្ទូលបែបនេះលក្ខណៈបុត្រមិនសមជាក្សត្រទេព្រះបិតាចង់ឲ្យបុត្រទៅជារាជសាមញ្ញក្រីក្រមែនទេបុត្រជាបុត្ររបស់ទ្រង់ណាតែវាមិនសមព្រោះបុត្រជាអនាគតស្ដេចមិនមានចរិតបែបនឹងទេព្រះបិតាចង់ឲ្យបុត្រខ្លាយជារាជសាមញ្ញមែនទេព្រះបិតាមិនសប្តិនឹងបុត្រទេមែនទេព្រះបិតាមិនសមជាស្ដេចដែលគ្រប់គ្នាគេគោរពនោះទេបុត្រដូចជាប្រហើនពេកហើយគ្រប់គ្នាគេថាបិតាអង្គអាចពូកែមានព្រហ្មវិហារធម៌គួរឲ្យគោរពតែធាតុពិតមិនមែនទេព្រោះទ្រង់មិនស្រឡាញ់បុត្រខ្លួនឯងសោះ ព្រះបុត្រាខឹងណាស់ទ្រង់កំហុកដាក់បិតាហើយទ្រង់ក៏បានយាងចេញទាំងខឹងឈួលជាខ្លាំង ព្រះអើយតើនេះជាអនាគតក្សត្រមែនទេកាន់តែធំឡើងមិនក៏ខ្លាយទៅជាបែបនេះទៅវិញនោះ ស្របពេលនោះស្រាប់តែមានយាយចាស់ម្នាក់បានបង្ហាញខ្លួនចេញមកថ្វាយបង្គំព្រះអង្គតើទ្រង់កំពុងតែកើតទុក្ខមិនសប្បាយប្រទៃមែនទេ តើយាយជានរណាហើយចូលមកទីនេះបានដោយរបៀបម៉េច ខ្ញុំម្ចាស់ជាគ្រូអាគមម្នាក់ខ្ញុំម្ចាស់មកនេះដើម្បីជួយព្រះបុត្រាឲ្យមានចរិតស្លូតបូតនិងតស៊ូអង្គអាចម្នាក់បានណាព្រះពូ តើយាយពិតជាមានវិធីជួយបុត្រាយើងបានមែនទេ ប៉ិតណាស់ជឿចោះខ្ញុំម្ចាស់អាចធ្វើបានព្រះពូ តើយាយចង់បានអីបានជាស្ម័គ្រចិត្តធ្វើបែបនេះ គ្មានអីទេគ្រាន់តែចង់ឲ្យទ្រង់ជួយចិញ្ចឹមកូនក្អែកមួយក្បាលប៉ុណ្ណោះទ្រង់ត្រូវមើលថែវាឲ្យល្អតើបានទេ បានយើងព្រមឲ្យទៅជួយធ្វើឲ្យបុត្រយើងមិនឲ្យកោងកាចនិងមានទំនួលខុសត្រូវនោះចង់បានលើសពីនេះក៏យើងព្រមដែរ ប្រសើរណាស់សូមទ្រង់យកក្អែកនេះចោះហាមធ្វើឲ្យវាងាប់ឲ្យសោះណាព្រះពូ ពិតណាស់ ចាប់ពីពេលនោះមកក្អែកតូចក៏បានរស់នៅក្នុងរាជវាំងហើយតបតាមសន្យាយាយគ្រូអាគមក៏បានធ្វើរឿងមួយសូមបារមីគ្រូចាស់គ្រូខ្មោចទាំងឡាយត្បិតអីកូនចៅបានសងគុណក្អែកហើយដូច្នេះសូមឲ្យក្អែកដែលគ្មានវិញ្ញាណនោះរួមវិញ្ញាណគ្នានឹងព្រះបុត្រាផងទៅចោះ
យាយចាស់បានធ្វើឲ្យព្រះបុត្រានិងក្អែកខ្លាយជាជីវិតដែលមានញៀនតែមួយដោយក្អែកងាប់វិញ្ញាណក៏បានបញ្ចូលគ្នាលុះសម្រេចការហើយគាត់ក៏បានចាប់ផ្ដើមខ្សោយទៅអស់កម្មនឹងគ្នាហើយខ្ញុំជួយបានតែប៉ុណ្្នឹងទេខ្ញុំលែងចម្ពាក់គ្រួសារក្អែកតទៅទៀតហើយវិញ្ញាណក្អែកនិងព្រះបុត្រាបានបញ្ចូលគ្នាតែមួយមែនហើយព្រះបុត្រាក៏ប្រែល្អផងទៀតតែថាមានរឿងមួយគឺព្រះបុត្រាក៏ខ្លាចជាក្អែករៀងរាល់ពេលរាត្រីតែម្ដងលោកសេនាយើងមានរឿងពិភាក្សាជាមួយបុត្រយើងលោកទៅយាងព្រះបុត្រាយើងមកកូនណាថ្លៃវិសេសនារាត្រីនោះលោកសេនាបានប្រញាប់ទៅគាល់ព្រះបុត្រាតែថាលោកសេនារកយ៉ាងណាក៏មិនឃើញព្រះបុត្រានោះឡើយព្រះអង្គទូលបង្គំរកមិនឃើញព្រះបុត្រាទេក្រាបទូលថាម៉េចព្រះបុត្រាយាងទៅណាទាំងយប់បែបនេះនោះព្រះអង្គឲ្យតែពេលយប់ទូលបង្គំមិនដែលឃើញត្រង់ទេទាល់តែព្រឹកឡើងទើបឃើញវត្តមានត្រង់វិញរឿងនេះចម្លែកណាស់ក្រាបទូលមានន័យថាលោកក៏សម្គាល់ឃើញបែបនេះដែរមែនទេក្រាបទូលពេលខ្លះទូលបង្គំក៏បានសួរត្រង់ដែរតែត្រង់ឆ្លើយតែត្រង់មិនបានយាងទៅណាទេគឺត្រង់នៅផ្ទុំតែប៉ុណ្ណោះអីក៏ចម្លែកម្ល៉េះលោកសេនាជួយស៊ើបរឿងនេះឲ្យយើងផងណាលោកត្រូវតែរកឲ្យឃើញឮទេសូមទទួលព្រះរាជបញ្ជាក្រាបទូលបង្គំនឹងទៅធ្វើឥឡូវនេះក្រាបទូលរឿងព្រះបុត្រាបាត់ខ្លួនក្នុងពេលរាត្រីព្រះរាជាតែងតែមានចម្ងល់ក្នុងព្រះទ័យខ្លាំងណាស់ចំណែកពលសេនាក៏បានព្យាយាមរកចម្លើយទៀតតែគ្រប់យ៉ាងមិនបានផលទេគ្មានអ្នកដឹងតែយើងដឹងហើយដឹងច្បាស់ទៀតផងចាំមើលចុះអាក្អែកឯងច្បាស់ជាងាប់ហើយនឹងដល់វេនបកូនណាវិញម្ដងចម្លែកណាស់តើក្អែកនេះមកពីណាចេះវាបង្វែងផ្លូវទៅដឹងមកតើឯងដូចជាឃ្លានណាស់ហើយមែនទេពុកព្រិញផងដែរក៏បានឃើញក្អែកនោះដូចគ្នាហើយគាត់ក៏បានគិតពីផ្ទះរបស់គាត់មកថែក្អែកនោះធំណាស់បើបានធ្វើជាគ្រឿងក្លែមមិនដឹងជាល្អយ៉ាងណានោះទេទាស់តែថាវាដូចជាមិនហើចេញពីផ្ទះកវ៉ាន់សោះអញឆៃក្រពុតនេះចាមកយ៉ាងមិនក៏ជប់ណាស់ដែរឆៃឆ្អែតឯងដេកទីនេះចាស់ណាកុំក្រែងចិត្តអីក្អែកនោះឆៃហើយឆៃទៀតអស់គ្រាប់ពូជាច្រើនលុះឆៃឆ្អែតហើយវាក៏បានហើរចេញទៅឆ្ងាយតែម្ដងអេក្អែកតើអញទៅណាវាហើរទៅណាអញ្ចេះមកនេះមកទៅសិនចុះម្យ៉ាងទៀតឯងចេះទុំផ្ទះក្មួយកវ៉ាន់តែបើប៉ះផ្ទះពូវិញហ៎ច្បាស់ជាឆាខ្ញីហើយវើយក្អែកនោះគឺជាព្រះបុត្រាមែនហើយតែថាទ្រង់ផ្ទាល់ក៏មិនដឹងថាខ្លាចជាក្អែកនាពេលរាត្រីដូចគ្នាព្រោះពេលខ្លាចជាក្អែកគឺជាក្អែកហើយមិនមែនជាព្រះបុត្រាទេពីផ្នែកនេះគឺចែកដាច់ពីគ្នាតែម្ដងលោកសេនាមកដល់ពេលនេះទៅហើយតើលោកបានដំណឹងអីខ្លះទេសូមព្រះរាជទានទោសផងក្រាបទូលគ្រប់យ៉ាងទូលបង្គំរកមិនឃើញមូលហេតុអីទេក្រាបទូលលោកសេនាសូមប្រកាសរកអ្នកដែលអាចស៊ើបពីបុត្រាយើងមកបើអ្នកណាអាចដឹងបានយើងនឹងបកគលមាសប្រាក់ជាទីគាប់ចិត្តទៅដល់គេកូនណាថ្លៃវិសេសថ្ងៃមួយមានបរិសម្នាក់ជាអ្នកធ្វើការនៅក្នុងរាជវាំងខាងក្រោយហើយគាត់បានចូលខ្លួនមកស៊ើបអំពីរឿងនេះថ្វាយបង្គំព្រះអង្គទូលបង្គំនឹងសាកល្បងរឿងនេះចុះប្រសើរណាស់លោកជាអ្នកនៅក្នុងវាំងនេះស្រាប់យើងជូនពរលោកឲ្យបានជោគជ័យផងទៅចុះសូមអរព្រះគុណក្រាបទូលស្របគ្នានោះនាយសុផាន់ក៏បានគិតនៅក្នុងចិត្តថាដល់ពេលហើយតំណែងព្រះរាជាត្រូវតែជារបស់យើងតែម្នាក់គត់អាបុត្រាឈួតវាមិននឹងសមជាអ្នកស្នងរាជបានទៅលោកចង់បដូរចិត្តវិញមែនទេ
អូអឺ ទូលបង្គំអត់បដូរចិត្តទេក្រាបទូលបង្គំនឹងស៊ើបរឿងនេះមិនថាយប់មិនថាថ្ងៃទេក្រាបទូលសូមទុកបតីចុះ រាត្រីនោះគាត់ក៏បានតាមដានព្រះបុត្រាលុះឃើញថាទ្រង់ប្រែជាក្អែកហើយគាត់ក៏បានតាមដានដើម្បីសម្លាប់ក្អែកនោះចោលតែម្ដង ប្រសើរណាស់ឯងចេញមកហើយមែនទេម្ដងនេះកុំថាតែប្រែជាមនុស្សទោះបីជាក្អែកក៏គ្មានជីវិតបន្តដែរអាបុត្រាខ្លួនពីរអាព្រះបុត្រាក្អែក ឃើញថាមានឱកាសល្អហើយនីសុផាន់ក៏បានយកព្រួញបាញ់ក្អែកមួយទំហឹងបណ្ដាលឲ្យវាមានរបួសជាខ្លាំង នៅមិនងាប់ទៀតហ៎បានទទួលយកមកព្រួញនេះទៀតចុះ ជាថ្មីម្ដងទៀតនីសុផាន់ក៏បានទាញព្រួយមួយទំហឹងតែម្ដងនេះគាត់បាញ់មិនត្រូវដូចមុននោះទេ ចំជាចង្រៃមែនតែមិនអីទេដែលឯងត្រូវមកព្រួញទៅហើយមិនយូរមិនឆាប់ឯងគង់ទៅងាប់ជាមិនខាន កាត់បែបនេះហើយនីសុផាន់ក៏បានវិលទៅនគរវិញរីឯក្អែកក៏ប្រឹងហើរទាំងឈឺចាប់សម្ដៅទៅកាន់ផ្ទះរបស់ក្រវ៉ាន់ម្ដងទៀត នេះឯងមកវិញហើយមែនទេខ្ញុំស្មានថាឯងមិនមកហើយតាអូឈប់សិនឯងមានរបួសធំណាស់ព្រះអើយតើអ្នកណាធ្វើបែបនេះទៅកាត់នោះគួរឲ្យអាណិតណាស់ដោយមានការអាណិតសត្វក្អែកក្រវ៉ាន់ក៏បានជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ឬក៏ឲ្យក្អែកគេងនៅចិត្តនាងលុបព្រឹកឡើងនោះលោកជាអ្នកណាទេមិនក៏មកដេកទីនេះ យើងគឺជាបរិជ្ជបុត្រណាស់នាង ចម្លែកណាស់ចុះក្អែកវិញនោះវេទនាហើយលោកសម្លាប់វាមែនទេលោកស្លាប់ទៅនាងខ្ញុំឈឺណាស់អូយឈប់សិនស្ដាប់ខ្ញុំសិនខ្ញុំឈឺណាស់ នេះលោកមានរបួសធ្ងន់ណាស់លោកឈឺមែនទេសំតោណាស់ អ្នកនាងមិនមានក្អែកមកពីណាទេមានតែខ្ញុំទេណាមើលចុះដៃខ្ញុំហូរឈាមទៅហើយអូយឈឺណាស់ តើមានរឿងអីទៅតើលោកនឹងក្អែកមានអ្វីពាក់ព័ន្ធគ្នានោះ ខ្ញុំមិនយល់នៅអ្វីដែលអ្នកនាងនិយាយទេតែថាពេលនេះខ្ញុំឈឺណាស់ខ្ញុំសុំនៅទីនេះផងបានទេសូមអ្នកនាងជួយព្យាបាលខ្ញុំផងទៅ តែលោកជាមនុស្សឆ្កួតទេដឹងពាក់សម្លៀកបំពាក់ស្អាតបាតដូចជាព្រះបុត្រាអញ្ចឹងហើយមកសុំខ្ញុំនៅបែបនេះវាមិនសមទេ តែខ្ញុំឈឺណាស់អ្នកនាងដាច់ចិត្តដល់ម្លឹងផងមែនទេសូមមេត្តាផងទៅមើលចុះដៃខ្ញុំឈាមហើយ មកតលោកចង់បំពេញខ្ញុំក៏មិនកើតដែររបួសលោកធ្ងន់ណាស់ទៅហើយណាស់ហើយចាស់លោកនៅទីនេះចោះណែ អរគុណហើយអ្នកនាងល្អហើយស្អាតទៀត លោកកំប៉ិនពេកតិចបែកមាត់ទៅ ឆ្នះណាស់ណោះ បានហើយលោកនេះចំមែនក្រវ៉ាន់ក៏បានព្យាយាមព្យាបាលព្រះបុត្រាយ៉ាងយកចិត្តទុកដាក់លុះពេលរាត្រីមកដល់ទ្រង់ក៏បានប្រែជាក្អែកម្ដងទៀតធ្វើឲ្យនាងបានឃើញរឿងនេះនឹងភ្នែកតែម្ដងតែមានរឿងអីនេះលោកជាក្អែកចំណែកក្អែកជាលោកមែនទេអើយចម្លែកណាស់មិនក៏ចេញរកជាពីររវាងជប់នៅថ្ងៃបែបនេះរឿងនោះធ្វើឲ្យក្រវ៉ាន់ភ្ញាក់ផ្អើលណាស់តែព្រះបុត្រាមិនបានដឹងការពិតនោះទេលុះព្រឹកឡើងក្រវ៉ាន់ក៏បាននិយាយថាលោកខ្ញុំដឹងហើយថាលោកជាអ្វី តើអ្នកនាងបានដឹងអីខ្លះពីខ្ញុំមែនទេ មែនហើយតាមពិតលោកជាមនុស្សនៅពេលថ្ងៃចំណែកពេលយប់លោកក៏ប្រែជាសត្វក្អែកណាស់ ថាម៉េចតើនេះជាការពិតមែនទេវាចម្លែកណាស់សម្រាប់ខ្ញុំមិនដែលដឹងសោះអ្នកនាង ក៏សមហេតុផលដែរពាក់កណ្ដាលមនុស្សពាក់កណ្ដាលក្អែកចាច់វេលាគ្នាលោកមុខជា តែជាអ្វីទៅអ្នកនាងបានដឹងអីមកមែនទេសូមជួយលម្អិតប្រាប់ខ្ញុំផងទៅ លក្ខណៈបែបនេះលោកមុខជាត្រូវបណ្ដាសាគេមិនខានទេ តើធ្វើយ៉ាងណាទៅអ្នកនាង
បើអ្នកនាងគិតថាខ្ញុំជាប់បណ្ដាសាតើអ្នកនាងមានវិធីស្រ័យបណ្ដាសាបានទេខ្ញុំគ្មានវិធីទេតែខ្ញុំនឹងព្យាយាមបងឲ្យពូប្រេងជួយលោកចុះតើជានរណាដែរទៅអ្នកនាងគាត់នៅចិត្តនេះទេមកតាមខ្ញុំមកណាលោកនេះពិតជាចម្លែកមែនខ្ញុំមិនអាចឃើញសោះហើយប្រហែលជាអ្នកនាងជំពាក់កម្មខ្ញុំឲ្យមើលទៅកុំនិយាយផ្ដេសផ្ដាសអីដាក់លឿនឡើងមកបានអ្នកនាងកុំកាចពេកក្រវ៉ាន់និងព្រះបុត្រាមិនយូរទេក៏មកដល់ផ្ទះពូព្រិញភ្លាមមួយរំពេចថ្ងៃនោះនាងក៏បានជម្រាបពូព្រិញថាក្មួយមកថ្ងៃនេះមានការអីដែរក្មួយចាប់ពូព្រះអើយព្រះបុត្រាសូមក្រាបថ្វាយបង្គំក្រាបទូលអូមិនបាច់ទេមិនបាច់គួរសមទេពូនេះលោកគឺជាព្រះបុត្រាមែនទេក្មួយស្រីមិនក៏និយាយបែបនេះវាមិនសមទេណាគឺខ្ញុំសុំទោសផងណាលោកដែលខ្ញុំមិនបានគួរសមនោះមិនអីទេខ្ញុំចូលចិត្តនៅអ្វីដែលនាងនិយាយអ្នកនាងធ្វើតាមធម្មតាទៅកុំក្រែងចិត្តអីចាអមែនហើយពូមានរឿងមួយក្មួយចង់ឲ្យពូជួយណាមានរឿងអីនិយាយមកបរោះនេះអត់ទេព្រះបុត្រាតែងតែខ្លាចជាក្អែកនៅពេលយប់និងខ្លាចជាមនុស្សវិញនៅពេលថ្ងៃរឿងនេះតើលោកពូមានមធ្យោបាយទេក្មួយថាម៉េចមានន័យតែក្អែកនោះគឺជាត្រង់មែនទេខ្ញុំក៏មិនដឹងដែរពូតែរឿងនេះដូចជាចែកពីគ្នាដាច់តែម្ដងខ្ញុំបានឃើញផ្ទាល់ភ្នែកណាពូបើមិនជឿនោះពូចាប់សង្កេតយប់នេះចាខំតែចង់ឆាខ្ញីកុំអីមានទោសបានពូថាម៉េចគ្មានអីទេពូចង់ថាក្មួយមិនបាច់ពិសោធន៍ទេរឿងនោះគឺពិតហើយតើមានវិធីទេតើក្មួយពិតជាចង់ជួយព្រះបុត្រាមែនអីពិតជាចង់ណាស់ណាពូមនុស្សពាក់កណ្ដាលក្អែកពាក់កណ្ដាលរស់នៅបែបនេះពិតជាពិបាកខ្លាំងណាស់បានចាំពូជួយតែរឿងនេះក៏ត្រូវមានការលះបង់ដែរណាដឹងទេតើជាអ្វីទេក្នុងពេលនោះដែរស្រាប់តែព្រះបុត្រាក៏ប្រែជាក្អែកទាំងថ្ងៃភ្លាមមួយរំពីតើមានរឿងអីទៅពូនាងមិនក៏ខ្ញុំខ្លាចជាក្អែកបែបនេះពូមកចាស់មិនក៏ប្រែជាក្អែកទាំងថ្ងៃអញ្ចឹងព្រោះមានអ្នកចង់បំផ្លាញព្រះបុត្រាហើយតែមិនអីទេចាំពូកំដរលេងជាមួយបរោះនោះចុះក្មួយកវ៉ាន់មកជួយពូបន្តិចមកចាប់ពូព្រិញក៏បានរៀបចំសក្ការៈហើយក៏បានដកស្លាបក្អែកមួយសរសៃមកផងដែរសូមព្រះរាជទានទោសផងក្រាបទូលមិនអីទេពូព្រិញបានយកស្លាបក្អែកមកហើយគាត់ក៏បានបិទភ្នែកសូត្របាលីដាក់ស្លាបនោះភ្លាមនោះអាគមក៏បានធ្លាក់ទៅនីសុផាន់ភ្លាមមួយរំពីអូយអ្នកណាហ៊ានលេងបកមកយើងបែបនេះល្អណាស់ឯងចង់ការពារអាព្រះបុត្រាក្អែកនោះមែនទេយើងមិនទុកទេមិនចាំយូរនីសុផាន់ក៏បានសូត្របកវិញតែពូព្រិញមិនធម្មតាទេមើលចាស់អាក្រក់មិននឹងអាចឈ្នះភាពត្រឹមត្រូវបាននោះពូចាំតែហើយមិនអីទេពូអាចស៊ូបានពូព្រិញបានប្រើបាលីចុងក្រោយនិងប្រមូលសមាធិយ៉ាងមូលហើយគាត់ក៏អាចយកឈ្នះនីសុផាន់អូយចុកណាស់យើងនឹងសងសឹកអូយជោគជ័យហើយប្រសើរណាស់ព្រះបុត្រាគ្រាមនេះក៏បានប្រែមកជាមនុស្សវិញដូចគ្នាប្រែជាមនុស្សវិញហើយពូយើងសប្បាយប្រទៃណាស់តែព្រះបុត្រាជាវិញហើយមែនទេពូនៅទេបើចង់ឲ្យទ្រង់ជាសះស្បើយទាល់តែមានការលះបង់ដោយពូបានបញ្ជាក់មុននេះអញ្ចឹងតើត្រូវលះបង់យ៉ាងម៉េចទៅពូគឺព្រះបុត្រាត្រូវតែរៀបអភិសេកជាមួយនឹងនារីណាម្នាក់ក្រាបទូលល្អណាស់នាងរៀបការជាមួយខ្ញុំតែម្ដងទៅមិនបានទេក្រែងក្មួយថាចង់ជួយព្រះរាជបុត្រាមែនទេនាងជួយយើងផងទៅណាម្យ៉ាងទៀតយើងក៏ស្រឡាញ់នាងខ្លាំងណាស់ដែរណាកវ៉ាន់បើត្រង់ពិតជាសពប្រតិខ្ញុំម្ចាស់ប៉ាត់នឹងមិនមែនមកពីចង់រួចបដាសេខ្ញុំម្ចាស់នឹងព្រមតែបើខ្ញុំម្ចាស់ឃើញថាត្រង់ផុតផុននោះខ្ញុំម្ចាស់នឹងមិនព្រមទេអត់ទេយើងពិតជាសពប្រតិជាមួយនាងមែនណា
បងសន្យាថាបងនឹងស្រឡាញ់តអូនម្នាក់គុណជឿត្រង់ចុះនេះជាហេតុដែលត្រង់តែងតែហើរមករកក្មួយនោះអីកាលនៅជាក្អែកនោះណា ចាពូខ្ញុំជឿលើពូ ចុះបងវិញនោះអូនមិនជឿទេមែនទេ ចាំមើលសិនទេប្រពើថ្ងៃនោះពូព្រីងក៏បានរៀបចំពិធីម្ដងទៀតដើម្បីផ្សំផ្គុំនិងរៀបចំមង្គលការជាកិច្ចបង្គ្រប់ឡើងមក ទុកប្រតិចុះក្រាបទូលឆ្លងផុតយប់នេះទ្រង់នឹងមិនប្រែជាក្អែកតទៅទៀតទេពិតជាប្រសើរណាស់សូមអរគុណហើយណាពូយើងនឹងប្រទានអំណោយដ៏ស័ក្តិសមបំផុតសម្រាប់ពូសូមអរគុណណាស់ក្រាបទូលកវ៉ាន់សូមទៅជាមួយព្រះបត្រាចុះសំណាងល្អណា ចាពូថៃខ្លួនផងណាតំណែងកាលណាខ្ញុំនឹងមកលេងពូ បាទឥឡូវទៅចុះថែខ្លួន ចាពូខ្លាយជាប្តីប្រពន្ធនឹងគ្នាហើយព្រះបុត្រាក៏បាននាំក្រវ៉ាន់សម្ដេចទៅកាន់រាជវាំងដើម្បីទូលថ្វាយព្រះរាជាអំពីរឿងនេះ សូមថ្វាយបង្គំព្រះបិតាបុត្រត្រឡប់មកវិញហើយប្រសើរណាស់បុត្រយើងមកវិញគឺល្អហើយបិតាពិតជាបារម្ភពីបុត្រខ្លាំងណាស់ព្រះបិតានេះជាព្រះជាយារបស់បុត្រណាក្រាបទូល សូមថ្វាយបង្គំព្រះអង្គ តើមានរឿងអី ព្រះបុត្រាបានពលរៀបរាប់នៅរឿងរ៉ាវទាំងអស់ថ្វាយដល់ព្រះរាជាទ្រង់សន្តាប់ហើយធូរព្រះទ័យនិងរំភើបជាខ្លាំង ប្រសើរណាស់ទីបំផុតបិតាលែងមានការបារម្ភទៀតហើយចំណែកការរៀបអភិសេកនឹងឡើងសោយរាជ្យបិតានឹងរៀបចំនៅក្នុងពេលឆាប់នេះតែម្ដងតែទូលបង្គំមិនសុខចិត្តទេព្រះបុត្រាគ្រាន់តែជាក្អែកប៉ុណ្ណោះទូលបង្គំបំរើទ្រង់យូរណាស់ហើយទូលបង្គំវិញទៅផ្សំព្រោះហឺនណាស់នេះលោកក្បត់យើងដោយលាក់បាំងរឿងនេះតាំងពីយូរមកហើយមែនទេមែនហើយព្រះអង្គទូលបង្គំមិនចង់ធ្វើជាសេនាបែបនេះរហូតដល់ស្លាប់ទេពិតជាមានអំនួតមែនសង្ឃស្នាដៃតិចតួចក៏ហ៊ានប្រហឺនបែបនេះពិតជាមិនចេះស្កប់ស្កល់សោះសេនាចាប់សេនាប្រហឺននេះយកទៅដាក់គុកទៅអត់ទេក្រាបទូលលេងបិតាចាស់ណាស់ហើយបិតាល្វើយណាស់បុត្រចាត់ចែងចុះណាក្រាបទូលព្រះបិតាចាប់ពីពេលនោះមកព្រះបុត្រាក៏បានរៀបអភិសេកជាមួយក្រវ៉ាន់ចាំងអធិកអធមនិងដឹកនាំនគរដ៏រុងរឿងបន្តចាំងសុខសាន្តតរៀងទៅ